យប់មួយបុរសវ័យ18ឆ្នាំម្នាក់ត្រឡប់មកពីដើរលេងតាមព្រៃភ្នំជាមួយមិត្តភក្តិគាត់មិនដែលគិតថាការដើរលេងមួយយប់នោះនឹងក្លាយជាចំណុចចាប់ផ្ដើមនៃរឿងដែលតាមគាត់អស់រយៈពេលជាច្រើនឆ្នាំឡើយចាប់តាំងពីត្រឡប់មកផ្ទះគាត់ចាប់ផ្ដើមមានរឿងចម្លែកពេលខ្លះគាត់មានអារម្មណ៍ថាមានមនុស្សស្រីម្នាក់ដើរតាមពីក្រោយទោះបីងាកមើលក៏មិនឃើញអ្នកណាក៏ដោយពេលយប់នៅក្នុងបន្ទប់ដែលគាត់គេងតែម្នាក់ឯងគាត់ចាប់ផ្ដើមមានអារម្មណ៍ថាមានមនុស្សម្នាក់ទៀតកំពុងគេងនៅក្បែរអ្វីដែលគួរឲ្យខ្លាចជាងនេះគឺក្លិនផ្កាដ៏ចម្លែកមួយក្លិននោះមិនមែនជាទឹកអប់របស់គាត់ទេវាជាក្លិនផ្កាដែលគាត់មិនអាចរកប្រភពឃើញយប់មួយខណៈគាត់កំពុងដេកស្រាប់តែមានអារម្មណ៍ថាមាននរណាម្នាក់កំពុងដើរនៅចុងជើងបន្ទាប់មកភួយដែលគាត់កំពុងគ្របត្រូវបានទាញចុះបន្តិចគាត់គិតថាប្រហែលជាខ្យល់ប៉ុន្តែបន្ទាប់ពីនោះគាត់មានអារម្មណ៍ថាមានដៃមនុស្សម្នាក់ប៉ះមកលើខ្លួនគាត់យកដៃទៅស្ទាបគ្មានអ្វីទាំងអស់ប៉ុន្តែរឿងមិនទាន់ចប់ទេមួយសន្ទុះក្រោយមកគាត់មានអារម្មណ៍ថាមានអ្វីមួយកំពុងលិតត្រចៀករបស់គាត់ហើយនៅពេលគាត់យកដៃទៅជូតគាត់មានអារម្មណ៍ថាវាសើមពិតប្រាកដយប់នោះគាត់មិនដឹងថាខ្លួនកំពុងជួបអ្វីឡើយប៉ុន្តែរឿងដែលធ្វើឲ្យគាត់ភ័យជាងគេមិនមែនជាអ្វីដែលកើតឡើងនៅក្នុងបន្ទប់ទេវាគឺជាអ្វីដែលកើតឡើងនៅថ្ងៃបន្ទាប់បងស្រីជីដូនមួយរបស់គាត់បានមកលេងផ្ទះនៅពេលនោះបុរសវ័យក្មេងមិននៅផ្ទះទេគាត់ទៅធ្វើការនៅចម្ការស្ត្រីម្នាក់នៅផ្ទះតែ2នាក់ជាមួយម្ដាយរបស់គាត់ហើយភ្លាមបងស្រីជីដូនមួយរបស់គាត់បានឃើញមនុស្សស្រីម្នាក់ដើរចេញពីក្នុងផ្ទះនារីនោះស្អាតខ្លាំងហើយមានក្លិនក្រអូបដូចផ្កាដែលបុរសវ័យក្មេងធ្លាប់បានក្លិននៅក្នុងបន្ទប់បងស្រីជីដូនមួយសួរអ្នកមកពីណានារីនោះឆ្លើយតែខ្លីៗថាខ្ញុំនៅនឹងហើយនាងក៏ដើរចូលទៅក្នុងផ្ទះវិញបងស្រីជីដូនមួយចាប់ផ្ដើមឆ្ងល់ព្រោះនាងមិនដែលឃើញមនុស្សស្រីម្នាក់នេះពីមុនឡើយពេលម្ដាយរបស់បុរសវ័យក្មេងត្រឡប់មកផ្ទះវិញគាត់ក៏សួរថាមិញមានមនុស្សស្រីម្នាក់នៅក្នុងផ្ទះមែនទេម្ដាយរបស់គាត់ភ្ញាក់ផ្អើលមានអ្នកណាផ្ទះនេះមានតែខ្ញុំនិងកូនទេពេលនោះហើយអ្នកទាំងពីរចាប់ផ្ដើមដឹងថាអ្វីមួយកំពុងកើតឡើងយប់នោះបងស្រីជីដូនមួយក៏សម្រាកនៅផ្ទះប្រហែលម៉ោង10យប់ខណៈគ្រប់គ្នាកំពុងដេកស្រាប់តែកុកបុកមានអ្នកគោះទ្វារបងស្រីជីដូនមួយដើរទៅបើកនៅពីមុខនាងគឺមនុស្សស្រីដ៏ស្រស់ស្អាតម្នាក់នាងដើរចុះទៅជាន់ក្រោមដោយមិននិយាយអ្វីបងស្រីជីដូនមួយក៏ដើរតាមនារីម្នាក់នោះដើរចូលទៅក្នុងបន្ទប់របស់បុរសវ័យក្មេងបងស្រីជីដូនមួយគិតថាប្រហែលជាបុរសវ័យក្មេងនោះលួចនាំស្រីមកផ្ទះនាងគោះទ្វារហើយបើកចូលប៉ុន្តែអ្វីដែលនាងឃើញគឺធ្វើឲ្យនាងស្ទើរតែបាត់ស្មារតីមនុស្សស្រីដែលនាងបានឃើញមិនមែនជាស្រីដែលបុរសវ័យក្មេងនាំមកទេព្រោះនៅក្នុងបន្ទប់នោះគឺបុរសវ័យក្មេងកំពុងដេកតែម្នាក់ឯងហើយនារីម្នាក់នោះគឺឈរនៅក្បែរគាត់បន្ទាប់មកនាងបែរមករកបុរសវ័យក្មេងហើយនិយាយដោយសំឡេងដ៏ទន់ភ្លន់អូនសុំដេកជាមួយបងបានទេបុរសវ័យក្មេងភ្ញាក់ផ្អើលព្រោះសំឡេងនោះគឺដូចសំឡេងបងស្រីជីដូនមួយរបស់គាត់ប៉ុន្តែឥរិយាបថរបស់នាងមិនមែនជាបងស្រីជីដូនមួយដែលគាត់ស្គាល់ឡើយនាងចាប់ផ្ដើមសុំអោបសុំដេកជាមួយគាត់ហើយដើរតាមគាត់គ្រប់ទីកន្លែងក្នុងផ្ទះរហូតដល់ម្ដាយរបស់នាងចាប់ផ្ដើមសង្ស័យថាមនុស្សដែលកំពុងនិយាយជាមួយពួកគេមិនមែនជាកូនស្រីរបស់គាត់ទេនៅពេលគ្រប់គ្នាកំពុងភ័យស្ត្រីម្នាក់នោះស្រាប់តែយំហើយនិយាយថាខ្ញុំស្រឡាញ់គាត់ខ្ញុំចាំគាត់យូរហើយពេលសួរថាអ្នកមកពីណាចម្លើយរបស់នាងធ្វើឲ្យអ្នកនៅក្នុងផ្ទះទាំងអស់ស្ងាត់មាត់នាងនិយាយថាខ្ញុំមកពីភ្នំនៅពេលនោះទើបគេយល់ថារឿងទាំងអស់ប្រហែលជាចាប់ផ្ដើមតាំងពីការដើរលេងតាមព្រៃភ្នំរបស់បុរសវ័យក្មេងនោះប៉ុន្តែបញ្ហាគឺនាងមិនព្រមចេញពីរាងកាយបងស្រីជីដូនមួយឡើយគ្រប់គ្នាព្យាយាមលួងនាងស្រែកអ្នកណាប៉ះក៏មិនបានរហូតដល់គ្រួសារត្រូវរកអ្នកដែលមានជំនឿមកជួយនៅពាក់កណ្ដាលយប់ពួកគេបានដឹកនាងទៅវត្តនៅទីនោះលោកបានសួរថាអ្នកជាអ្វីមកពីណាចម្លើយនៅតែដដែលខ្ញុំមកពីភ្នំខ្ញុំស្រឡាញ់គាត់ខ្ញុំចង់នៅជាមួយគាត់លោកព្យាយាមចរចានិងធ្វើពិធីផ្សេងនៅទីបំផុតនារីនោះក៏ព្រមចេញរឿងបានស្ងប់ទៅប៉ុន្តែមានរឿងមួយដែលគួរឲ្យចម្លែកចាប់តាំងពីថ្ងៃនោះមកបុរសវ័យក្មេងម្នាក់នេះនៅពេលមានទំនាក់ទំនងជាមួយនារីណាម្នាក់គឺមិនដែលបានយូរឡើយស្នេហាតែងតែបែកបាក់ប៉ុន្តែបើនិយាយពីការងារនិងការរកស៊ីវិញអ្វីដែលគាត់ធ្វើស្ទើរតែតែងតែទទួលបានជោគជ័យដូចជាមានអ្វីមួយកំពុងតាមការពារនិងជួយគាត់តើវាជាការចៃដន្យឬក៏ពិតជាមាននារីម្នាក់ពីភ្នំដែលនៅតែស្រឡាញ់និងតាមជួយគាត់រហូតមកដល់សប្តាហ៍ថ្ងៃនេះហើយគឺជាព្រាយតាមស្រឡាញ់បងប្អូនអ្នកស្ដាប់អាចជឿឬមិនជឿក៏បានយើងយករឿងនេះជាការកំសាន្តនិងជាបទពិសោធន៍មួយប៉ុណ្ណោះប៉ុន្តែសំណួរមួយនៅតែចោទឡើងបើមនុស្សស្រីម្នាក់ដែលយើងមើលមិនឃើញតាមស្រឡាញ់យើងរាល់យប់តើយើងនឹងហ៊ានដេកម្នាក់ឯងទៀតទេ